ចឹងបើសិនជាអ្នកណាសួរខ្ញុំហើយខ្ញុំឆ្លើយអត់ចេញទទួលបាន 10,000 រៀលមកណាគេចង់សួរខ្ញុំបងឯងសង្សារបងចាស់ស្មីនមែនវិញខ្ញុំអាចឆ្លើយចេញទេខ្ញុំមកចាស់ស្មីនជាមិត្តរួមការងារមិនបាត់ដែរតផាត់ស្រីយ៉ាងមកយ៉ាឲ្យសួរតាមសំណួរឯងខ្ញុំថ្មីចង់សួរឈ្មោះលេងឆ្លើយចេញដែរកាអង្ការចាំបងឯងឈ្មោះអីនោះបាន10,000 រៀលខ្ញុំឆ្លើយចេញឯអ្នកណាគេចង់សួរទៀតបងស៊ីថាបងឯងលួចទាបងទីតោបានសម្រាប់អត់លួចបានសម្រាប់ខ្ញុំនៅលួចញលកាគាត់បានអា380000គាត់ទាមួយហ្នឹងលើកុងធនាគារមកឯងគេចិត្តខ្ញុំឆ្លើយចេញមែន password កុំធនាគារខ្ញុំស្មៅស្មាខ្លាំងចាំមិនដែរមើលសង្សារសាច់ដំបងណាដែរនៅណា first date សំខាន់ខ្ញុំភ្លេចទៀតខ្ញុំដែរនៅកន្លែងមើលគាត់មួយកន្លែងសង្ស័កចាស់មួយណាមកឲ្យស្រឡាញ់ជាងគេលើសុទ្ធបានលើវាយ2ទីបាទពេលឆ្លើយទៅខ្លាចពួកគាត់ចំណែនគ្នាខ្លាចឆាតមកហើយខ្លាចចេះតែដៃមួយស្វ័យ 10,000 រៀលសូមជូនអ៊ីស្មីនឡងចង់ណៃសង្សារមួយណាដែលស្រឡាញ់យ៉ាងគេវីដេអូនេះចេញទៅមិនក៏មិនលៀនយូរដែរមកសុំមកសង្ឃចាស់នៅ single សុំគាត់ទៅគ្នាវិញអូហើយស្រួលឆ្លើយហ្នឹងបើសង្សារចាស់នៅ single ហ្នឹងហើយយើងសុំទៅវិញអត់តើសង្សារថ្មីបងឯងមួយណាដែលបងឯងស្រឡាញ់ជាងគេអត់ដែរមើលប្រកែខ្ញុំនេះខ្ញុំតាំងពីធ្វើ content មកគឺខ្ញុំអត់ដែរមានសង្សារទៀតទេនេះមែនទេតាំងពីខ្ញុំ start ធ្វើ content មកគឺខ្ញុំតែមានសង្សារចឹងបើសួរថាសង្សារថ្មីមួយណាគឺអត់មានបើមានប៉ុណ្ណឹងចម្លើយមែនទេណាមិនបើខ្ញុំចង់សួរខ្ញុំម៉ាក់ក្មេកសង្សារចាស់ឈ្មោះអីចូលរៀបរាប់ Oppo Reno 16 Series 5G ចេញមកលើនេះ design បែប 3D មើលឃើញ 3D ដែលមិនចាំបាច់ពាក់វ៉ែនតាជំនួយហើយក៏ជាទូរស័ព្ទដំបូងដែលមាន design 3D នៅលើទីផ្សារសំខាន់គឺមាន function ថ្មីគឺ AI ផ្គុំរូបភាពវៃឆ្លាតតែ AI មួយនេះអ្នកគ្នាអាចធ្វើការយករូបភាពដែលមានចលនាយកធ្វើជា sticker ដែលមានចលនាហើយផ្គុំចូលគ្នាបង្កើតបានជារូបភាពដែលមានចលនាថ្មីទៀតគឺវាចេញមកលយហើយបែបប្លែកអញ្ចឹងអ្នកគ្នាអាចយកទូរស័ព្ទមួយនេះហើយប្រើ AI មួយនេះបង្កើតបានជា own design ហើយទូរស័ព្ទនេះដែរគឺមានកាមេរ៉ា selfie 0.6x 50 megapixel ដែលអ្នកគ្នាអាចធ្វើការថតរូបបានប្លង់យ៉ាងទូលាយកាមេរ៉ា pop cam ចុះមកជាមួយនឹងទូរស័ព្ទនេះផ្ទាល់តែម្ដងគឺល្អបំផុតសម្រាប់អ្នកដែលចូលចិត្តថតបែប vintage ចុះបើសិនជាបងប្អូនចាប់អារម្មណ៍ទូរស័ព្ទដែលមាន function លយ AI លយជាពិសេសសម្រាប់ក្នុងការថតរូបអាចជ្រើសរើសទូរស័ព្ទ Oppo Reno 16 Series 5G នេះបានអី